សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញសង្គមជាទីរាប់អានថ្ងៃនេះខ្ញុំមកបង្ហាញអំពីការបោសនាគនេះការបោសនាគនេះគឺមានក្លិនក្រអូបមានក្លិនក្រអូបខ្លាំងមែនទែនហើយក៏ជាប្រភពអាហារដល់សត្វឃ្មុំហើយក៏ជាប្រភពអាហារដល់មនុស្សដែរអញ្ចឹងបងប្អូនចង់ដឹងថាអូប៉ុណ្ណានៅពេលណាបងប្អូនមកលេងនៅតំបន់នេះគឺបងប្អូនអាចមកហិតក្លិននឹងបានក្នុងរដូវកាលហ្នឹងបាទក្លិនរបស់វានេះគឺថាក្រអូបមែនតែមកណាបាទក្រអូបអានេះបានថាបានតែហិតហើយគឺចង់តែហិតទៀតហ្មងបាទបានស្រូបហើយបាទគ្រាន់តែចំហាយក្លិនរបស់វានេះវាអាចបំភាយដល់ទៅ10ម៉ែត្រ20ម៉ែត្រឬក៏50ម៉ែត្រក៏មានដែរអានឹងធម្មតាណាអត់មានខ្យល់ក៏ប៉ុន្តែប្រសិនបើមានខ្យល់បក់មកទោះជាឆ្ងាយក៏ដោយគឺធ្វើឲ្យយើងអាចហិតបាន500ម៉ែត្រ1គីឡូដីក៏ដោយឲ្យតែខ្យល់បក់មកប៉ះគឺថាក្លិនវានៅមូលជាប់តែម្ដងអញ្ចឹងណានេះបងប្អូនឃើញណាឃ្មុំព្រៃវាមកប្រមូលដោយសារអីឃ្មុំព្រៃដែលអាចដឹងថាលំអងនឹងមានហ្នឹងគឺវាស្រូបនៅក្លិនហ្នឹងហើយបាទវាត្រង់នៅក្លិនហ្នឹងហើយវាមករកកន្លែងហ្នឹងដោយក្លិនរបស់វាហ្នឹងឯងអញ្ចឹងបងប្អូនខ្លះគាត់ឆ្ងល់ថាហេតុអីបានជាដឹងថាក្នុងរដូវកាលហ្នឹងទឹកឃ្មុំហ្នឹងលំអងហ្នឹងដោយសារអីដោយសារតែសត្វឃ្មុំជាសត្វមួយដែលមានសភាវៈពិសេសដូចមនុស្សយើងដែរហើយក៏មានជំរឿសដូចមនុស្សយើងដែរនៅពេលដែលយើងមានម្ហូបច្រើនមកហើយម្ហូបណាដែលចាប់ចិត្តចាប់មាត់ជាមួយនឹងយើងភាគច្រើនលុកតាហ្នឹងឯងអាសត្វឃ្មុំហ្នឹងក៏ដូចគ្នាដែរនៅពេលដែលវាទៅក្នុងតំបន់ភ្នំដូចខ្ញុំកំពុងតែថតបង្ហាញជូនហ្នឹងមានផ្កាជាច្រើនដែលចេញព្រមគ្នាជាមួយនឹងផ្កាបោសនាគនេះដែរប៉ុន្តែហេតុអីបានជាឃ្មុំទាំងអស់ហ្នឹងវាមកយកតែផ្កាហ្នឹងដោយសារតែផ្កាហ្នឹងមានក្លិនឆ្ងាញ់ឈ្ងុយហើយជាប់ចិត្តជាប់អារម្មណ៍របស់សត្វឃ្មុំហ្នឹងបានជាវាចេះតែមកយកផ្កាហ្នឹងអញ្ចឹងក្នុងកំឡុងពេលហ្នឹងភាគច្រើនគឺអ្នកចិញ្ចឹមឃ្មុំសន្និដ្ឋានថាវាបានពីផ្កាហ្នឹងតែម្ដងបាទគឺស្ទើរតែ95%គឺបានពីផ្កាហ្នឹងដោយសារអីដោយសារជំរឿសបែបហ្នឹងដោយសារលក្ខខណ្ឌពិសេសនៃរុក្ខជាតិហ្នឹងដែលអាចស្រូបទាញនៅឃ្មុំឲ្យមកប្រមូលបានអញ្ចឹងណាបងប្អូនហ្នឹងហើយបាទអរគុណ